ស្ដីបងប្អូនថ្ងៃនេះខ្ញុំមកប្រាប់បងប្អូនពីរបៀបធ្វើទឹកអំពិលទុំសម្រាប់បុកល្ហុងឬមកក៏យើងយកទៅញោមយកទៅភ្លាគ្រឿងផ្សំអីផ្សេងទៀតតាមតែយើងអាចយកទៅធ្វើបានអញ្ចឹងណាហើយមុនថ្ងៃនេះខ្ញុំប្រាប់បងប្អូនច្បាស់លាស់ខ្ញុំប្រើចំនួនអំពិលទុំចំនួនកន្លះគីឡូទឹក2លីត្រពីដំបូងខ្ញុំយកអំពិលត្រុំទឹកត្រាំជាមួយនឹងទឹកកន្លះលីត្រឲ្យវារីកសិនណាដើម្បីយើងច្បាច់យកសាច់អំពិលទុំហ្នឹងចេញទៅដើម្បីមានភាពងាយស្រួលពេលដែលត្រាំរីកហើយគឺខ្ញុំយកមកដាក់លើកន្ត្រងដើម្បីច្រោះហើយខ្ញុំច្បល់ឲ្យសាច់អំពិលយើងធ្លាក់ចុះទៅក្រោមហើយខ្ញុំធ្វើការចាក់ទឹកថែមចំនួន2លីត្រហ្នឹងឲ្យអស់ពេលដែលយើងច្បាច់អស់ទៅគឺសាច់អំពិលរបស់យើងគឺបានស្អាតល្អបងប្អូនមានជាស្រោមដៃច្បាច់ក៏បានដែរតែខ្ញុំយកជពាច្បល់លើកន្ត្រងហើយខ្ញុំចាក់ទឹកមកថែមរហូតណាអញ្ចឹងទៅសាច់អំពិលយើងគឺស្អាតបែបនេះបងប្អូនពេលដែលយើងប្រើទឹកម្ដងតិចចំនួន2លីត្រហើយយើងច្បាច់ឡើងតិចឲ្យអស់ទឹក2លីត្រហ្នឹងគឺសាច់អំពិលរបស់យើងគឺបានស្អាតល្អណាស់អានេះជាទឹកចុងក្រោយគឺស្អាតហើយបន្ទាប់ពីយើងច្បាច់ទឹកអំពិលទុំហើយគឺយើងលាយគ្រឿងផ្សំបន្ទាប់ទៀតដែលខ្ញុំប្រើដូចជាស្ករត្នោតនេះគឺ4ខាំស្ករស3ខាំទឹកត្រី3ខាំកាពិ3ខាំមកបងប្អូនហើយយើងកូរគ្រឿងច្បល់គ្រឿងផ្សំនោះឲ្យចូលគ្នាសព្វល្អហើយរលាយចូលគ្នាអស់ហើយបងប្អូនធ្វើការច្រោះម្ដងទៀតច្រោះឲ្យវាឡើងស្អាតបែបនេះបងប្អូនអានេះខ្ញុំច្រោះហើយណាច្រោះឲ្យស្អាតមកចាំយើងយកទៅរងាស់នៅលើភ្លើងពេលដែលយើងច្រោះស្អាតហើយពេលដែលយើងរងាស់ហើយគឺយើងមិនបាច់ធ្វើការច្រោះទៀតច្រោះអីទៀតទេគឺយើងធ្វើការពេលដែលត្រជាក់យើងច្រោះដបទុកតែម្ដងយើងច្រោះឲ្យស្អាតពីដំបូងហើយមកឥឡូវនេះខ្ញុំបានលើកវាដាក់លើភ្លើងហើយអំពិលទុំនេះគឺខ្ញុំរងាស់ឲ្យយូរដែរបងប្អូនខ្ញុំរងាស់យករៀងខាប់ប៉ល្មមណាហើយបើសិនជាមានពពុះមានអីបែបនេះគឺបងប្អូនដួសចាស់មកហើយយើងរងាស់ឲ្យវានៅប៉តាមតែបងប្អូនចង់មកបងប្អូនចង់បាននៅរាវបងប្អូនរងាស់ឲ្យនៅរាវទៅបងប្អូនចង់បានរងាស់ឲ្យយូរបន្តិចមកណាហើយសម្រាប់ខ្ញុំសូមយករៀងសម្រាប់ជាមួយនឹងធ្វើការបុកល្ហុងរបស់យើងហើយនេះទឹកអំពិលទុំរបស់យើងគឺបានរួចរាល់ហើយពេលដែលរងាស់យូរទៅគឺវាមានសភាពបែបនេះបងប្អូនយើងដុសអីចោលទៅដើម្បីទឹកអំពិលទុំយើងស្អាត